កាលពីម្សិលមិញបាទកាលពីម្សិលមិញគឺខាងថៃគេបានចេញសេចក្តីអំពាវនាវមួយឲ្យប្រជាពលរដ្ឋរបស់គេនិងកងទ័ពរបស់ជនជាតិគេហ្នឹងគឺបានឲ្យបញ្ឈប់នៅការចែករំលែកនិងចែកចាយរូបភាពនិងវីដេអូផ្សេងដើម្បីកុំឲ្យខ្មែរយើងហ្នឹងគឺយករូបភាពឬក៏វីដេអូហ្នឹងធ្វើជាភស្តុតាងហើយបងប្អូនគ្នាគួរតែចងចាំហើយអ្វីដែលកាន់ពិសេសនេះគឺបងប្អូនទាំងអស់គ្នាគួរតែចងក្រងរូបភាពឬក៏វីដេអូទាំង lain ណាដែលខាងពីគីសៀមនឹងបានបង្ហោះឬក៏បានផ្សព្វផ្សាយជាពិសេសគឺប្រភេទវីដេអូដែលមានសំឡេងជាភាសាសៀមហើយនឹងរូបភាពផ្សេងជាដើមដែលពាក់ព័ន្ធជាមួយនឹងការធ្វើបាបឬក៏ការកាន់កាប់ឬក៏ការឈ្លានពានទឹកដីមកលើបូរណភាពទឹកដីកម្ពុជាហើយមួយវិញទៀតមួយរយៈពេលចុងក្រោយនេះគឺដោយមានការរិះគន់ពីអន្តរជាតិចំពោះទង្វើឈ្លានពានរបស់ថៃមកលើបូរណភាពទឹកដីកម្ពុជានោះកាលពីម្សិលមិញបាទកាលពីម្សិលមិញគឺខាងថៃគេបានចេញសេចក្តីអំពាវនាវមួយឲ្យប្រជាពលរដ្ឋរបស់គេនិងកងទ័ពរបស់ជនជាតិគេហ្នឹងគឺបានឲ្យបញ្ឈប់នៅការចែករំលែកនិងចែកចាយរូបភាពនិងវីដេអូផ្សេងដើម្បីកុំឲ្យខ្មែរយើងហ្នឹងគឺយករូបភាពឬក៏វីដេអូហ្នឹងធ្វើជាភស្តុតាងហើយសកម្មភាពដូចជាពុកម៉ែបងប្អូនទាំងអស់គ្នាអាចសេវទុកឬក៏រក្សាទុកលក្ខណៈទុកហ្នឹងលក្ខណៈជាទ្រង់ទ្រាយដើមណាយើងមិនបាច់បញ្ចូលសំឡេងឬក៏មិនបាច់កាច់តអីច្រើនទេជាបងប្អូនទាំងអស់គ្នាអាចរក្សានៅទម្រង់ដើមទៅងាយស្រួលក្នុងការទុកជាឯកសារយោងបាទអញ្ចឹងសកម្មភាពមានដូចជាសកម្មភាពចូលទន្ទ្រានដីកាន់កាប់ទឹកដីកម្ពុជារួមទាំងរូបភាពផ្សេងដូចជារូបភាពវាយគំតិចផ្ទះសម្បែងលួចកង់លួចម៉ូតូនិងយកទ្រព្យសម្បត្តិប្រជាពលរដ្ឋជាដើមបាទហើយមួយទៀតយើងអាចយករូបភាពជាពិសេសគឺមានវីដេអូដូចជាពាក្យសម្ដីឡកលើយដោយលើកឡើងថារូបភាពនិងវីដេអូទាំងអស់នេះនឹងត្រូវបានកម្ពុជាធ្វើជាភស្តុតាងដើម្បីប្តឹងទៅអន្តរជាតិបាទនេះគឺជាសេចក្តីអំពាវនាវរបស់ភាគីខាងថៃគឺអត់ឲ្យប្រជាពលរដ្ឋរបស់គេជាពិសេសគឺពួកកងទ័ពបាទអញ្ចឹងមួយរយៈពេលនេះគឺដោយបងប្អូនទាំងអស់គ្នាឃើញស្រាប់ហើយកងទ័ពនេះគឺកងទ័ពខាងសៀមដល់ពេលដែលចូលកាន់កាប់ឬក៏ទន្ទ្រានដីកម្ពុជាហ្នឹងគឺពួកវាគឺប្រើពាក្យមិនសមរម្យឬក៏រូបភាពមិនសមរម្យហើយនឹងមានលួចទ្រព្យសម្បត្តិជាដើមដូចជាម៉ូតូមួយវិញទៀតចូលគោះកាត់សោលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋយើងដោយខុសច្បាប់បាទបោកអន្តរជាតិបាទខ្ញុំសូមចែករំលែកព័ត៌មានមួយហើយជាព័ត៌មាននេះខ្ញុំដកស្រង់ចេញពីកាសែតថៃដែលគេចុះផ្សាយដើម្បីឲ្យប្រជាពលរដ្ឋរបស់គេហើយនឹងកងទ័ពរបស់គេបាទកងទ័ពរបស់គេកុំឲ្យចែករំលែកនៅរូបភាពអ្វីផ្សេងជាពិសេសពាក់ព័ន្ធជាមួយនឹងសង្គ្រាមហ្នឹងមកដល់តាមសង្គម Facebook ដើម្បីកុំឲ្យប្រជាពលរដ្ឋខ្មែរយើងឬក៏ខាងភាគីកម្ពុជាយើងយកមកធ្វើជាឯកសារយោងបាទអញ្ចឹងខ្ញុំសូមចែករំលែកទាំងស្រុងបាទអញ្ចឹងដីអំពាវនាវរបស់គេកងទ័ពថៃគឺបានអំពាវនាវឬក៏សូមឲ្យបញ្ឈប់នៅការចែកចាយរូបភាពឬក៏ឯកសារផ្សេងដែលធ្វើឲ្យថៃចាញ់ប្រៀបនៅក្នុងការទូតឬក៏វេទិការវាងប្រទេសនិងប្រទេសបាទមានដូចជាទ្រព្យសម្បត្តិបាទដូចជាទ្រព្យសម្បត្តិដែលរឹបអូសបានហើយនឹងខ្លឹមសារលក្ខណៈចំអកឡកលើយនិយាយពាក្យមិនសមរម្យដើម្បីមូលបង្កាច់បាទមកលើប្រទេសកម្ពុជាឬក៏ពាក្យអសុរោះអីផ្សេងជាដើមវាខុសពីច្បាប់មនុស្សធម៌បាទហើយគេបានបញ្ជាក់បន្ថែមទៀតថាសូមកុំឲ្យប្រជាពលរដ្ឋជាពិសេសនឹងខាងយោធាគឺកុំឲ្យចែករំលែកបាទកុំឲ្យចែករំលែកនៅទង្វើទាំងអស់ហ្នឹងបាទជាពិសេសគឺអ្នកដែលនៅជួរមុខបាទគេចង់បញ្ជាក់អញ្ចឹងណាបាទខ្ញុំសូមចែករំលែកលក្ខណៈខ្លីទេអត់ចែករំលែកវែងទេហើយខ្ញុំកាត់នៃចែករំលែកបងប្អូនទាំងអស់គ្នាដើម្បីស្រួលយល់បាទហើយអ្វីដែលគេបញ្ជាក់បន្ថែមបាទគេបញ្ជាក់បន្ថែមនៅក្តីអំពាវនាវរបស់គេហ្នឹងគេសង្កត់ធ្ងន់ថា
រឿងដែលយើងយកទៅផុសនៅថ្ងៃនេះបាទគេថាចង់បញ្ជាក់ថាអ្វីដែលខាងគេនោះយកទៅផុសថ្ងៃនេះអាចត្រូវបានប្រើប្រាស់នៅពេលខាងមុខបាទអាចនឹងត្រូវបានខាងភិក្ខីយើងនេះយកទៅប្រើប្រាស់នៅពេលខាងមុខដូចជាការផ្សព្វផ្សាយឬក៏ទំនាក់ទំនងគ្រប់ប្រភេទជាដើមអាចថាយើងនឹងយកធ្វើជាផុសតាងបាទដើម្បីមានប្រៀបបាទដើម្បីមានប្រៀបជាងប្រទេសថៃបាទនេះគឺជាការបញ្ជាក់បន្ថែមហើយខ្ញុំសូមចែកម្លែកដល់ពុកម៉ែបងប្អូនបន្ថែមដល់ពេលដែលពុកម៉ែបងប្អូនទាំងគ្នាបានឃើញផុសតាងឬក៏ប្រភេទវីដេអូឃ្លីបសៀងអីសំឡេងអីជាពិសេសគឺមួយរយៈពេលចុងក្រោយនេះនៅពេលដែលខាងភិក្ខីសៀមគឺកងទ័ពបានចូលឈ្លានពានកាន់កាប់ដោយខុសច្បាប់នេះគឺគេបានផុសគេបានថតជាវីដេអូអីជាច្រើនអញ្ចឹងបើសិនជាអាចបងប្អូនទាំងគ្នាអាចរក្សាទុកទៅដើម្បីយើងហើយមួយយើងចងក្រងជាឯកសារយោងបាទនេះគឺជាការចែកម្លែកដល់បងប្អូនទាំងអស់គ្នាឲ្យដឹងហើយនឹងយកវីដេអូហ្នឹងហើយវីដេអូនេះយើងកុំបញ្ចូលសំឡេងអីរញ៉េរញ៉ៃដើម្បីឲ្យវាបាត់ទ្រង់ទ្រាយដើមអញ្ចឹងណាបើសិនជាមានជាទ្រង់ទ្រាយដើមគឺវាល្អជាងរបស់យើងមកចែកម្លែកឬក៏បញ្ចូលអីចឹងអរគុណច្រើននេះជាការចែកម្លែកដើម្បីយើងបានជាផុសតាំងដើម្បីមានផុសតាំងបន្ទុកទម្ងន់ដើម្បីប្តឹងទៅខាងអន្តរជាតិ